រឿងភ្លេងទ្រហៅប្រលឹងតើអ្នកធ្លាប់គិតទេថាក្តីស្រឡាញ់របស់មនុស្សម្នាក់អាចមានថាមពលខ្លាំងរហូតទាញប្រលឹងដែលបាត់បង់ឲ្យត្រឡប់មកវិញបានហើយចុះបើអ្នកកំពុងតែអោបមនុស្សដែលអ្នកស្រឡាញ់រាល់យប់ដោយមិនដឹងខ្លួនថាគេលែងជាមនុស្សទៀតហើយនោះសំឡេងខ្យល់បក់ត្រជាក់លាយឡំសំឡេងទ្រខ្មែរអូយ៉ាងកំសត់នៅកណ្ដាលភូមិដាច់ស្រយាលមួយនាខេត្តបាត់ដំបងមានផ្ទះឈើបុរាណមួយខ្នងសង់ខ្ពស់ផុតពីដីហុំព័ទ្ធទៅដោយព្រៃឫស្សីនិងវាលស្រែធំល្វឹងល្វើយយប់នេះព្រះច័ន្ទរណូតបញ្ចេញពន្លឺស្រអាបកាស់តាមចន្លោះពពកខ្មៅបរិយាកាសស្ងាត់ជ្រងំស្ងាត់រហូតដល់ថ្នាក់អ្នកអាចឮសំឡេងស្លឹកឈើជ្រុះប៉ះដីនៅលើផ្ទះនោះសុខាជាបុរសវ័យក្មេងម្នាក់កំពុងអង្គុយផ្អែកសសរផ្ទះដៃកាន់ធ្នូទ្រអូសទាញចេញជាបទភ្លេងយ៉ាងកំសត់សុខាទើបតែត្រឡប់មកនៅផ្ទះនេះវិញបន្ទាប់ពីមានរឿងហេតុដ៏អាក្រក់មួយបានកើតឡើងកាលពី3ខែមុនដែលធ្វើឲ្យគូដណ្ដឹងរបស់គេគឺម៉ាលីបានបាត់បង់ជីវិតតាំងពីថ្ងៃនោះមកសុខារស់នៅដូចមនុស្សគ្មានវិញ្ញាណសំឡេងឆ្កែលូពីចម្ងាយលាតសន្ធឹងយ៉ាងវែងរំពេកនោះខ្យល់ត្រជាក់មួយវូកបានបក់ឈរតាមបង្អួតធ្វើឲ្យចង្កៀងប្រេងកែតនៅលើក្តារផ្ទះរលត់ពន្លឺបន្តិចម្ដងរហូតដល់ងងឹតស្លុបសំឡេងឈើក្តារផ្ទះលាន់ក្រាក់ដូចមានញាក់ដាសុខាបញ្ឈប់ការលេងទ្រគេបើកភ្នែកធំសម្លឹងទៅកាន់ជ្រុងងងឹតនៃផ្ទះមានក្លិនផ្កាម្លិះដ៏ក្រអូបឈ្ងុយឆ្ងប់សាយភាយពេញបន្ទប់វាជាក្លិនប្រចាំកាយរបស់ម្លិះសំឡេងដង្ហើមធ្ងន់ស្រាលនៅក្បែរត្រចៀកម្លិះគឺអូនមែនទេសុខាសួរដោយសំឡេងញ័រគ្មានអ្នកឆ្លើយប៉ុន្តែវាំងនោនសូត្រមួយនៅមាត់ទ្វារបានប៉ើងឡើងយឺតហាក់ដូចជាមានមនុស្សដើរកាត់សុខាចិត្តបញ្ឆេះដែលកេះអ៊ុតចង្កៀងប្រេងកែតវិញតាមរយៈពន្លឺភ្លើងព្រិចគេបានឃើញស្រមោលមនុស្សម្នាក់សក់វែងអន្លួយអន្លាយកំពុងឈរបាយខ្នងនៅក្បែរបង្អួចស្រមោលនោះមិនកម្រើកតែនាងកំពុងសម្លឹងមើលទៅព្រះច័ន្ទនៅខាងក្រៅសំឡេងយំខ្សឹបលាយឡំសំឡេងខ្យល់សុខាមិនបានរត់ចេញទេក្តីនឹករលឹកមានទំហំធំជាងការភ័យខ្លាចទៅទៀតគេក្រោកឈរយឺតហើយដើរទៅរកស្រមោលនោះម្លីបងនឹកអូនណាស់រូបរាងនោះងាកមកយឺតផ្ទៃមុខរបស់នាងស្លេកស្លាំងគ្មានឈាមបន្តិចសោះភ្នែករបស់នាងក្រហមរលីងរលោងពោពេញទៅដោយទឹកភ្នែករាងកាយរបស់នាងមានលក្ខណៈថ្លាអាចមើលធ្លុះទៅដោយជញ្ចាំងម្ខាងនាងមិនមែនជាមនុស្សទេនាងគឺជាវិញ្ញាណកំសត់មួយដែលជួបចំណងនៅទីនេះខ្មោចស្រីនោះមិនបានបង្ហាញភាពកាយសាហាវអ្វីឡើយនាងគ្រាន់តែសម្លឹងមុខសុខាដោយកែវភ្នែកស្រពោននិងឈឺចាប់បំផុតនាងលើកដៃដ៏ត្រជាក់ស្រែបរបស់នាងយឺតមកមុខសុខាសំឡេងបេះដូងលោតញាប់សុខាស្រក់ទឹកភ្នែកតក់គេមិនខ្វល់ថានាងជាខ្មោចទេគេស្ទុះទៅអោបរាងកាយដ៏ត្រជាក់នោះការអោបនោះមានអារម្មណ៍ដូចជាអោបដុំតកកឬផ្សែងអមួតប៉ុន្តែសុខានៅតែអោបនាងយ៉ាងណែនសំឡេងដំណក់ទឹកភ្នែកធ្លាក់ប៉ះក្តារផ្ទះបងសុំទោសដែលថ្ងៃនោះបងជួយសង្គ្រោះអូនមិនទាន់បងសុំទោសបងសុខចិត្តរស់នៅជាមួយខ្មោចអូនអស់មួយជីវិតក៏បងមិនចោលអូនដែរសុខាស្រែកយំខ្មោចស្រីនោះគ្រវីក្បាលនាងមិននិយាយអ្វីសោះប៉ុន្តែនាងបានចង្អុលដៃទៅកាន់កណ្ដាលផ្ទះពន្លឺព្រះច័ន្ទបានជះចំកន្លែងដែលនាងចង្អុលបង្ហាញសុខាសម្លឹងមើលទៅតាមដៃរបស់នាងស្រាប់តែបេះដូងរបស់គេធ្លៀងក្ដុកអ្វីដែលគេឃើញធ្វើឲ្យវិញ្ញាណរបស់គេសឹងតែហោះចេញពីខ្លួនសំឡេងរន្ទះបាំងឆ្ងាយភងសំឡេងកណ្ដឹងវត្តរដូងងងនៅកណ្ដាលផ្ទះមិនមែនតែទេស្អាតទេវាមានអាសនៈមួយដែលតុបតែងដោយផ្កាឈូកសនិងធូបកំពុងឆែកសន្ធោនៅចំកណ្ដាលអាសនៈនោះគឺជារូបថតសពប៉ុន្តែវាមិនមែនជារូបថតរបស់ម្លិះទេវាគឺជារូបថតរបស់សុខារំពេកនោះរូបរាងផ្ទះចាក់ត្រួតត្រាយក៏ប្រែទៅជាភ្លឺស្វាងបន្តិចម្ដងខ្មោចស្រីស្លេកស្លាំងដែលឈរនៅមុខគេនោះពន្លឺកែវភ្នែកនាងប្រែជាមានជីវិតឡើងវិញរាងកាយនាងលែងថ្លាទៀតហើយតាមពិតទៅនាងមិនមែនជាខ្មោចទេនាងគឺម្លិះដែលនៅរស់មានជីវិតកំពុងតែអោបរូបថតរបស់សុខាអោនសម្លឹងមើលដៃរបស់ខ្លួន
ដៃរបស់គេកំពុងតែរលាយคล้ายទៅជាផ្សែងថ្លាថ្លាចុងក្រោយគេទើបតែនឹកឃើញថ្ងៃគ្រូចរាចរណ៍កាលទី3ខែមុននោះអ្នកដែលស្លាប់មិនមែនជាម៉ាលីសទេគឺជារូបគេសោះគេស្រឡាញ់នាងខ្លាំងពេករហូតដល់វិញ្ញាណមិនព្រមតែចាប់ចាតហើយនៅបន្តវង្វេងវល់វល់នៅក្នុងផ្ទះនេះដោយគិតថាខ្លួនឯងនៅរស់ចំណែកឯគូស្នេហាជាខ្មោចម៉ាលីដែលជាមនុស្សរស់តែងតែយកទ្រមកអូសរាល់យប់ដើម្បីហៅប្រលឹងសុខាឲ្យមកលេងនឹងនាងសុខាញញឹមទាំងទឹកភ្នែកហូរស្រក់កាត់ថ្មាល់ដែលគ្មានវិញ្ញាណគេអោនត្អើមថ្ងោម៉ាលីជាលើកចុងក្រោយមុនពេលរាងកាយគេរសាត់បាត់ទៅតាមខ្យល់អមួតចុងក្រោយអ្នកដែលស្លាប់មិនមែនជានាងទេគឺជារូបខ្ញុំសោះ